បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាបានឃើញវីដេអូលោកពូឯកាលពីសិលមិញខាងសារព័ត៌មានបានធ្វើបទសម្ភាសន៍មួយលោកពូបាទហើយខាងក្រុមហ៊ុនយើងក៏បានជួយលោកពូមកដែរដើម្បីសួរនាំលោកពូពីបញ្ហាទាំងអស់ហ្នឹងហើយនឹងមានការជួយទៅថវិកាមួយចំនួនទៅលោកពូវិញដែរអញ្ចឹងណាបាទចាំមកលោកពូរស់នៅណាហើយមកនៅភ្នំពេញរយៈពេលប្រហែលហើយអញ្ចឹងណាបាទហ្នឹងហើយចាំមកនៅបាទមកនៅភ្នំពេញនេះ8 ខែ8 ខែហើយសុខកណើតនៅខាងណាវិញពូអត់ដល់មានជ័យបាទអញ្ចឹង8 ខែនេះគឺមកបម្រើការងារជាផ្នែកសន្តិសុខបាទឲ្យបរិយបាទតែបញ្ហាដែលលោកពូជួបកន្លងមកនេះមិនមែនបញ្ហារៀងពូជាមួយបរិយទេគឺជាមួយនឹងប្រធានសន្តិសុខបាទដែលគាត់អត់បើកប្រាក់ខែឲ្យបាទអញ្ចឹងរយៈពេលដែលគាត់អត់បើកឲ្យនេះគឺប្រហែលខែដែលយើងរាប់មកយើងក៏ទៅធ្វើវា8 ខែនេះវារយៈ8 ខែនេះមុនដំបូងគ្រប់ទេវាបានគ្រប់បាទមិនបានគ្រប់ក៏គ្រាន់បើបានសងថ្លៃផ្ទះហូបចុកអីវាទុកទាល់បាននៅសល់ខ្លះដល់រយៈចុងក្រោយនេះគឺចាប់ដើមលេងបណ្ដោយមួយខែនឹងយ៉ាងច្រើនបាន50-60រៀល50-60រៀលបាទហើយជាស្ដែងលោកពូមកនៅភ្នំពេញនេះគឺនៅបន្ទប់ជួលជួលទាំងអស់អញ្ចឹង50-60រៀលបើយើងគិតពីការចំណាយគាត់ចំណាយអត់ក្រន់ទេអត់ក្រន់បាទគ្រាន់តែការហូបចុកវាសឹងតែមិនក្រន់បាត់ហើយនៅបន្ទប់ជួលនេះមួយខែប៉ុន្មានជួល30-40រៀលបាទអញ្ចឹង50-60រៀលគឺវាតិចមែនតើអញ្ចឹងគាត់ពិបាកគ្រប់គ្រងនៅក្នុងការចំណាយរបស់គាត់ប្រចាំថ្ងៃអញ្ចឹងណាមួយទៀតលើពូថាជាអតីតហ៊ានរបស់យើងបាទការកន្លងមកធ្លាប់នៅជួរមុខដែរបាទខ្ញុំរៀបការពារព្រំដែននៅទូស្វាយសែនជ័យនៅទៅខាងដមអត់នៅមានជ័យបាទឥឡូវក្រុមហ៊ុនយើងជាក់ស្ដែងក៏មានការចូលរួមជួយទៅលើលោកពូវិញតែឃើញពីភាពខ្វះខាតជាក់ស្ដែងបាទចាឥឡូវក្រុមហ៊ុនខាងពួកខ្ញុំនេះបញ្ជូនទៅលោកពូនៅម៉ូតូមួយគ្រឿងសម្រាប់ធ្វើជាយានជំនិះក្នុងការធ្វើការអញ្ចឹងណាហើយនឹងថវិកាមួយចំនួនដែរបាទខ្ញុំជួលលោកពូជាថវិកា$1000បាទសម្រាប់ផ្គត់ផ្គង់ការចំណាយបាទអរគុណហ្នឹងហើយណាខ្ញុំចង់ខ្ញុំទុំថ្លែងអំណរគុណលោកជំទាវហើយជ័យបាទជ័យនឹងក្រុមគ្រួសារលោកជំទាវបាទសូមឲ្យរស់ស៊ីឲ្យមានបានជាជុំខ្ញុំអរគុណណាស់បាទហើយរួមទាំងអស់គ្នាបងប្អូនគ្រប់មជ្ឈដ្ឋានខ្ញុំទៅចេញវាទេរូបព្រឹកអត់ឃើញទេអរណាស់បាទ